បាទសំណួរសួរថាតើទីក្រុងភ្នំពេញជាកន្លែងរកលុយមែនអត់អឺសម្រាប់សំណួរនេះខ្ញុំសូមឆ្លើយបែបត្រង់ទៅត្រង់មកតែម្ដងទៅថាវាពិតមែនហើយក៏ប៉ុន្តែវាក៏អាស្រ័យទៅលើកត្តាច្រើនយ៉ាងផងដែរដំបូងយើងត្រូវដឹងថាភ្នំពេញគឺជាបេះដូងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដែលវាសម្បូរទៅដោយឱកាសក៏ប៉ុន្តែក៏វាមានការប្រកួតប្រជែងខ្ពស់ដូចគ្នាហើយដើម្បីឲ្យយើងមើលឃើញរូបភាពទាំងអស់នោះឲ្យកាន់តែច្បាស់យើងអាចបែងចែកវាជាចំណុចវិជ្ជមានហើយនិងកត្តាប្រឈមរបស់វាទី1ហេតុអីបានជាភ្នំពេញនឹងគឺជាកន្លែងរកលុយបាទទី1ភ្នំពេញមានមជ្ឈមណ្ឌលពាណិជ្ជកម្មមានក្រុមហ៊ុនធំមានធនាគារមានស្ថាប័នអន្តរជាតិភាគច្រើនប្រមូលផ្ដុំនៅភ្នំពេញដែលអាចផ្ដល់ឱកាសការងារច្រើនជាងនៅតាមបណ្ដាខេត្តហើយទី2នោះគឺលំហូរទុនវិនិយោគមានការវិនិយោគលើវិស័យអចលនទ្រព្យសំណង់បាទនិងសេដ្ឋកិច្ចដែលបង្កើតការងារទាំងការប្រើកម្លាំងបាយហើយនិងការប្រើចំណេះដឹងហើយទី3នោះគឺទីផ្សារធំបាទទីផ្សារនៅភ្នំពេញវាទូលំទូលាយបាទដោយសារតែមានដង់ស៊ីតេប្រជាជនកំពុងតែកើនឡើងខ្ពស់អញ្ចឹងបើសិនជាមានណាម្នាក់មានអាជីវកម្មឬក៏មានសេវាកម្មអីមួយអ្នកនោះអាចមានអតិថិជនដែលមានសក្តានុពលកាន់តែច្រើនបាទដោយសារតែប្រជាជនមានលំហូរមកទីក្រុងភ្នំពេញកាន់តែច្រើនបាទទី2យើងនិយាយអំពីបញ្ហាប្រឈមរបស់វាបាទទី1គឺការចំណាយវាខ្ពស់ការរកលុយបានច្រើនតែចំណាយក៏វាច្រើនដែរយើងគិតមើលមានថ្លៃឈ្នួលជួលផ្ទះម្ហូបអាហារនិងការធ្វើដំណើរផ្សេងបាទនិយាយទៅអាចស៊ីដាច់ប្រាក់ចំណូលអស់ច្រើនបើសិនជាយើងអត់ចេះគ្រប់គ្រងបាទហើយទី2គឺមានការប្រកួតប្រជែងច្រើនបាទមានការប្រកួតប្រជែងខ្ពស់នៅក្នុងហ្នឹងគឺមានមនុស្សបកែជាច្រើនមកពីគ្រប់ទិសទីបាទជួបគ្នានៅភ្នំពេញហ្នឹងបើសិនជានរណាម្នាក់មិនមានជំនាញអីច្បាស់លាស់បាទគ្មានភាពច្នៃប្រឌិតអីទេបាទការរកលុយក៏នឹងក្លាយទៅជាការលំបាកមួយរបស់ពួកគេបាទហើយទី3នេះគឺតកតងទៅនឹងសម្ពាធបាទសម្ពាធជីវិតភាពបញ្ញាបញ្ញាលបាទការកកស្ទះចរាចរណ៍អីហ្នឹងបាទនឹងការរស់នៅបែបស៊ីវិល័យដែលអាចធ្វើឲ្យអ្នកទាំងនោះងាយនឹងធ្លាក់ទៅក្នុងអន្ទាក់បំណុលបើសិនជាមិនមានវិន័យនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុបាទអញ្ចឹងវាក៏ជាហានិភ័យផងដែរសម្រាប់អ្នកទាំងនោះភ្នំពេញនឹងក្លាយទៅជាកន្លែងរកលុយមែនបើសិនជាអ្នកមកទីនេះជាមួយនឹងជំនាញហើយនឹងផែនការប៉ុន្តែបើសិនជាមកទីនេះដោយគ្មានគោលដៅច្បាស់លាស់បាទទីក្រុងនេះអាចនឹងក្លាយទៅជាកន្លែងដែលធ្វើឲ្យអ្នកបាទចំណាយលុយទៅវិញទេបាទជាកន្លែងចាយលុយទៅវិញទេបាទអញ្ចឹងសរុបមកគឺភ្នំពេញសម្បូរលុយឲ្យអ្នករើសមែនក៏ប៉ុន្តែអ្នកត្រូវមានដៃមានជើងអីគេខ្លះចំណេះដឹងបាទបទពិសោធន៍អីគេទៀតគំនិតបាទដែលអាចបាទជាភាពរឹងមាំមួយទៅអ្នកអាចរើសលុយនឹងបានដូចអ្នកធ្វើវីដេអូក្នុង YouTube បើសិនជាអត់មានភាពច្នៃប្រឌិតអត់មានការ design អីតាក់ទាញអារម្មណ៍អត់មាន caption អីតាក់ទាញគេទេក៏ពិបាកនឹងចាប់យកលុយដែលហោះហើរនៅលើអាកាសហ្នឹងដែរបាទអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្ណឹងដែលនិយាយអំពីភ្នំពេញគឺជាកន្លែងរកលុយបាយបាយ